យើងឃើញស្រាប់ហើយណាអាជីវកម្មយើងលក្ខណៈគ្រួសារនៅពេលដែលគាត់បើកសាខាច្រើនឬផលិតផលច្រើនគាត់ទទួលភាពបរាជ័យហើយហ្នឹងហើយគាត់បើកបាន5សាខា4សាខាហើយ3ឆ្នាំក្រោយគាត់រួញនៅមួយសាខាបានច្រាក់មកវិញដោយសារអីការគ្រប់គ្រងគាត់មានបញ្ហាឃើញទេអ្នក business លក្ខណៈគ្រួសារគាត់ផ្ដោតស្អីសំខាន់ជាងគេគឺ skill នៃមុខរបរចំនួនបើសាណាគាត់បើក restaurant គឺតកែនឹងគាត់ទៅស្លហើយបើគាត់បើកសាឡនតកែនឹងគាត់ធ្វើសាឡនខ្លួនគាត់នៅពេលដែលគាត់រីកឡើង3សាខា5សាខា10សាខាគឺលទ្ធផលរបស់គាត់មានន័យថាសាខាទាំង5ហ្នឹងវាអត់លទ្ធផលតែមួយទេគាត់សាខាណាដែលគាត់ទៅបានមានលទ្ធផលល្អសាខាដែលគាត់អត់ទៅគឺអត់មានលទ្ធផលល្អអញ្ចឹងភ្ញៀវគេអត់សប្បាយចិត្តអញ្ចឹងគេឈប់ support គាត់ហ្នឹងហើយទីបំផុតបង្ខំចិត្តគាត់ឲ្យរួញនៅមួយសាខាវិញដដែលអញ្ចឹង business ដែលជោគជ័យធំគឺ business លក្ខណៈ standard ធ្វើម៉េចកុំឲ្យតកែទៅតែសាខាទាំងអស់លទ្ធផលតែមួយមានន័យថា product នឹងលទ្ធផល the same និង the unique quality and product service ហ្នឹងហើយស្អីចេញមកតែមួយទាំងអស់គឺ management លក្ខណៈគ្រួសារដោយសារស្អីក៏គាត់គាត់ធ្វើការដោយ direct ទាំងអស់បាទហើយគាត់អត់សូវហ៊ានជួលគេហើយបើជួលគេគាត់អត់បង្រៀនគេអត់ train គេអត់ដាក់ផែនការគេធ្វើតាមដានលទ្ធផលទេហេតុផលទាំងអស់នោះហើយដែលធ្វើឲ្យក្រុមអាជីវកម្មលក្ខណៈគ្រួសារគាត់បរាជ័យដោយសារស្អីក៏គាត់ធ្វើដែរនៅពេលដែលគាត់រីកធំគឺគាត់ទៅអត់រួចទេគឺគាត់ផ្ដោតលើ skill ហើយគាត់អត់ផ្ដោតលើ management បាទអរគុណច្រើនដែលបានចូលរួមបាទ